ប្រើ IP ล็อกចូលមកនេះអានេះយើងមាន IP យើង copy paste នៅក្នុង website នេះwhat is my address.com មកយើងផាសចូលនេះដល់មកយើងនឹងឃើញទីតាំងវាអញ្ចឹងទីតាំងយើងមើលនេះ country Thailand ហើយ region ហ្នឹងក្រុងទេពមហានគរក្នុងទីក្រុងបាងកកហើយអានេះយើងមាន latitude ហើយនឹង long អញ្ចឹងដល់ពេលយើង search រកទីតាំងគឺយើងយកទាំងពីរហ្នឹងដំបូងយើងយក latitude មកយើងចូលនៅក្នុង Google Map នេះ Google Map ឥឡូវយើងសាកថ្មីម្ដងទៀតទៅរបៀប search យើងចុចនៅលើប្រអប់ search នេះមកយើងផាសណា latitude ដែលយើងបាន copy ពីក្នុងកន្លែងនេះយើង copy រួចបន្ទាប់មកយើងដាក់ long ម្ដង latitude អញ្ចឹងកន្លែងនេះគឺយើងនេះបិទ tape ខ្លះសិនចុះច្រឡំបិទអានឹងបាត់ចូលសារថ្មីចូលសារថ្មី Google Map អូខេឥឡូវយើងចូលសារថ្មីយើង copy កន្លែងlatitude ហើយនៅផាសឡើងកន្លែងប្រអប់ search មកហើយបន្ទាប់មកយើងប្រើសញ្ញាបៀដើម្បីដាក់នៅ longitude មួយទៀតហើយឡើង copy Ctrl C មកហើយបន្ទាប់មកយើងមកផាសឡើងនេះតែមកយើងចុចពាក្យថា search ឡើងនេះក៏បានចុច enter ក៏បានឥឡូវចុច search ទៅដើម្បីគ្នាយើងបានឃើញផងបន្ទាប់ពីឃើញហើយយើងឃើញមានទីតាំងរបស់ជនល្មើសឥឡូវយើងទៅព្រមនេះយើងឃើញនេះទីតាំងឡើងនេះហើយតែមកយើងទាញនេះPro Street View Image ហ្នឹងយើងទាញដាក់ចូលមកនេះទីឃើញแบบនេះទីដាក់ត្រូវមកទៅហើយនេះយើងហែនេះសិនមកដើម្បីព្រមមើលនេះដល់ហើយទីតាំងតាមចូលមើលកំពុងតែធ្វើសកម្មភាពអូខេចឹងមានតែប៉ុណ្្នឹងឯងរបៀបរកទីតាំងអស់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាយល់បើសិនមិនយល់អាចសារវីដេអូឲ្យមើលម្ដងទៀតអូខេឥឡូវសូមប៉ុណ្្នឹង